Ok,អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញអ្នកទាំងអស់គ្នានៅរូបមន្តមួយទៀតដែលប្រើសម្រាប់ដាក់លេខរៀងដែរហើយវាមានលក្ខណៈឆ្លាតវៃជាងរូបមន្តដាក់លេខរៀងពីខាងដើមដែលខ្ញុំបានបង្ហាញរូបមន្តនោះគឺ aggregate ណាហ្នឹងហើយបាទនេះគឺរូបមន្ត aggregate aggregate នេះគឺយើងប្រើដើម្បីគណនាណាអនុវត្តគណនាជាច្រើនដូចជាហ្នឹងហើយ sum if sum average count max min ជាដើមហ្នឹងហើយវាមានបញ្ចូល error ឬក៏ជួរដែលបានលាក់ឬក៏ subtotal អ្វីដែលជាមុខងារធម្មតាផ្សេងទៀតមានបានធ្វើឡើយណាអូខេហើយរូបមន្ត aggregate មានargument គឺ function num option array ហើយនិង key ហ្នឹងហើយយើងមើលតើ function num ជាអ្វីយើងមើល function num គឺជាលេខបាទលេខពី1ដល់19ហើយលេខពី1ដល់19នេះគឺតំណាងឲ្យរូបមន្តមួយណាហ្នឹងហើយដូចជាលេខ1គឺ right អញ្ចឹងទៅហើយលេខ9 sum អញ្ចឹងហើយលេខផ្សេងមានរូបមន្តផ្សេងទៀតណាចំណែក option គឺមានលេខoption នេះគឺជាលេខដែរណាគឺលេខពី0ដល់លេខ7ដែលកំណត់អ្វីដែលត្រូវមានបញ្ចូលដូចជា error high row ជាដើមមកតាលេខ0អញ្ចឹងអានឹងឲ្យគេ error ឬក៏លេខ3អញ្ចឹង high row អញ្ចឹងណាចំណុច array គឺជាជួរឬក៏ជាតារាងដែលយើងយកមកគណនាហ្នឹងហើយចំណែកអក្សរ k គឺជាចំនួនគត់ចំនួនពិតដែលយើងត្រូវការដូចជាធំតូចហើយនឹង percentile ជាដើមតែបើយើងមិនត្រូវការយើងអត់បាច់ដាក់ទេណាអូខេឥឡូវយើងចូលទៅធ្វើទាំងអស់គ្នាអូខេមុនដំបូងយើងសរសេរសញ្ញាស្មើមកហើយយើងសរសេរ aggregate មកaggregate aggregate យើងចាំមើលយើងត្រូវការអីគេសម្រាប់ count ឬក៏ត្រូវការ count A ហ្នឹងហើយយើងត្រូវការ count A ណាមក count A គឺយើងរាប់យើងយកនេះមកចុច2ដងមកបក់មកលេខ3ហើយយើងក្បៀស1បាទក្បៀស1យើងមើលលេខ3នេះគឺអីគេ function num ហ្នឹងហើយ function num នេះនៅក្នុងនេះគឺ function num ហ្នឹងហើយបន្តទៀត option ហ្នឹងហើយ option option ជាលេខដែរណាគឺពីលេខ1ដល់លេខ7អញ្ចឹងយើងចេះរើសលេខ5គឺ ignore high row បើន័យថានៅពេលយើង high row គឺវាមិនស្គាល់ណាវាអត់រាប់ហ្នឹងហើយវាមិនដឹងចុច2ដងមកអូខេមកក្បៀសមួយទៀតទៅ array គឺជាចំនួនដែលarray គឺជាជួរឬក៏តារាងដែលយើងគណនាអញ្ចឹងយើងគណនាប្រឡោះណាគឺគណនាប្រឡោះcell E5 ហ្នឹង cell E5 ហ្នឹងឯងអញ្ចឹងកន្លែងនេះ E5 មកE5 អូខេហើយយើងចុច2ដែលសញ្ញាចុច2ហើយដាក់ E5 ម្ដងទៀតមក E5 អូខេហើយបិទមកវិញហើយអាកន្លែងនេះយើង
ដាក់សញ្ញាដុល្លារណាយើងសម្រាប់វាកុំឲ្យវារត់ណាបាទហើយយើងចុច enter អូខេចេញលេខ0អូខេឥឡូវសរសេរយើងសរសេរឈ្មោះមើលមិនទៅចំណានអូខេចេញលេខ1ណាអូខេពេលហើយយើង copy រហូតទៅក្រោមទៅចេញលេខ1រហូតអូខេឥឡូវដាក់មួយទៀតមកថាសុភីចេញលេខ2ដាក់ថានិតចេញលេខ3ហើយយើងធ្វើដូចពីមុនទៅធ្វើដូចពីមុនគឺយើងបើឈ្មោះនេះមិនទាន់បានសរសេរទេសូមអុយលាក់លេខរៀងហ្នឹងហើយផ្ទុយទៅវិញបើឈ្មោះសរសេរសូមអុយបង្ហាញលេខរៀងបាទអញ្ចឹងយើងសរសេរដូចពីមុនមកគឺដាក់រូបមន្ត if នៅខាងដើមហ្នឹងហើយនេះខាងដាក់ if មក if នេះ5ចុចមួយមក5ស្មើទៅទីណាប់អុយលេខរៀងទៅទីដែរទុយទៅវិញគឺចេញលេខ1ហើយបិទមកចប់មកវិញមក0អូទៀតមកអូខេแล้วពេលយើងសេចំណានពីនេះរ៉ាយើងសេអស់តារ៉ានីតាអូខេបាទហើយយើងសរសេររូបមន្តដែលយើងបានរៀនពីមុនទាំងអស់មកដើម្បីប្រៀបធៀបថាតើរូបមន្ត aggregate ហើយនឹងរូបមន្ត row ហើយនឹង if ដែលយើងបានរៀនពីវីដេអូពីមុនតែវាខុសគ្នាយ៉ាងម៉េចណាហ្នឹងហើយអូខេឥឡូវកន្លែងនេះយើងដាក់រូបមន្ត row ហើយយើងនេះមក row if row គឺ C5 ដល់ C5 ដែរអូខេកន្លែងនេះយើងដាក់សញ្ញាដុល្លារទៀតមកយើងចុច F4 បានដែរណា F4 ហើយយើងបូកមកអូខេចេញដល់ខាងនេះយើងដាក់រូបមន្ត if ពីមុននោះ if ឈ្មោះមកឲ្យទៅទីសូមអុយលេខរៀងទៅទីទុយទៅវិញគឺមានមិនលេខ1លេខ2នេះដាក់ if ដែរ if ឈ្មោះស្មើទៅទីលេខរៀងទៅទីទុយទៅវិញគឺខ្សែលេខរៀងលេខ1បូកថែមមួយទៀតអូខេ2ហើយយើងដាក់ cursor លើលេខ2ហ្នឹងមកហើយអូសមកអូខេ
khê lên mình lục chúng tao về mình thằng này cả ok chứ là lấy những ọt bạn gì thì chứ là mày bắt đi theo thì mấy mày ta đã được một đi không đạo if if cái small nè small mà thực tế lấy riêng thực tế này tôi từ vĩnh mà cứ chạy như đi bật được cho vĩnh bạn này ok tôi muốn nhau mà xây một ok là dùng chỉ là xe là dùng đã copy một đạo vào đó ok là dùng copy một đạo thêm vào đó copy chẳngពេលlà dương sẽឈ្មោះគឺពេលយើងសរសេរឈ្មោះគឺវាចេះលេខរៀងអញ្ចឹងណាអូខេឥឡូវខ្ញុំសូមបង្ហាញពីចំណុចដែលចំណុចខុសគ្នារវាងចំណុចខុសគ្នារវាងរូបមន្ត aggregate ហើយនឹងរូបមន្តពីរខាងដើមដែលយើងបានរៀនពីមុនមកណាហ្នឹងហើយឥឡូវ aggregate ដូចយើងបានរៀនមិញហើយគឺaggregate ហ្នឹងគឺវាមានរឹបបញ្ចូល error ជួដេកដែលបានលាក់ឬក៏លទ្ធផលបូកសាប់ total ណានោះទេណាហ្នឹងហើយអូខេឥឡូវយើងលាក់ឥឡូវយើងជំនុំលាក់ខ្ញុំលាក់ជួនេះមួយហើយអូខេយើងមើលរូបមន្តទី1នេះគឺលេខ1លេខ2លេខ3លេខ5លេខ6បើន័យថាបាត់មួយទាំងនេះរូបមន្តទី2 1 2 3 5បាត់ដែរណាបាត់ដូចគ្នារូបមន្តទី4 1 2 3 4 5ហ្នឹងហើយអញ្ចឹងទោះបីជាយើងលាក់ឬក៏យើងលុបមិនទៅទោះបីជាយើងលាក់ឬក៏វា error ត្រង់ណាមួយក៏វាអត់ចាប់ដែរវាអត់បង្ហាញដែរគឺវាដាក់លេខរៀងមកឲ្យយើងត្រូវដដែលណាអូខេមួយទៀតឥឡូវខ្ញុំមកលុបវិញឥឡូវខ្ញុំលុបលេខរៀងលេខ2នេះខ្ញុំលុបអូខេយើងមើលសម្រាប់រូបមន្តទី1ចាប់ពីក្រោមលុបមកគឺ error អស់ error only ហើយរូបមន្តទី2row នេះគឺ1 2 4 5អូខេបើន័យថាកន្លែងនេះអត់អីទេណាលេខទី2នេះចំណុចរឿងទី3នៅតែមិនអីដដែលគឺ1 2 3 4ហ្នឹងហើយអញ្ចឹងសរុបសេចក្តីមករូបមន្តក្រោយគេនេះគឺរូបមន្ត aggregate នេះគឺមានលក្ខណៈឆ្លាតវៃជាងរូបមន្តពីខាងដើមដោយវាមិនរឹបបញ្ចូល error ឬក៏ពេលយើងហាយឈ្មោះឬក៏យើងលុបនោះគឺវានៅតែដាក់លេខរៀងឲ្យយើងមកស្អាតដូចដើមណាហ្នឹងហើយគឺលេខរៀងតាមលំដាប់អូខេហើយការបង្ហាញរូបមន្តដាក់លេខរៀង aggregate នៅថ្ងៃនេះគឺចប់ទៅតែនេះបាទហើយសូមអរគុណសម្រាប់ការទស្សនា